សូមជម្រាបជូននៅស្ថានភាពនៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃអំពីករណីយោធាថៃបានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋស៊ីវិលកម្ពុជានៅក្នុងភូមិសាស្ត្រយុទ្ធភូមិភាគទី5យោធាថៃបានធ្វើសកម្មភាពបាញ់ប្រហារបន្តរហូតឥតដាច់ស្ទើរពេញមួយយប់នៅក្នុងភូមិសាស្ត្រយុទ្ធភូមិភាគទី5នៅវេលាម៉ោង 12:59 នាទីរំលងអាធ្រាត្រចូលថ្ងៃទី9ខែធ្នូឆ្នាំ2025យោធាថៃបានឈានបើកការបាញ់ប្រហារមកលើកម្ពុជាកាន់តែខ្លាំងឡើងនៅភូមិសាស្ត្រស្រុកថ្មពួកខេត្តបន្ទាយមានជ័យបានបណ្ដាលឲ្យប្រជាពលរដ្ឋស៊ីវិលដែលកំពុងធ្វើដំណើរលើផ្លូវជាតិលេខ56បានបាត់បង់ជីវិតចំនួន2នាក់ដោយសារគ្រាប់ផ្លោងរបស់យោធាថៃក្រសួងការពារជាតិនិងកងយុទ្ធពលខេមរៈភូមិន្ទបន្តគោរពនិងអនុវត្តឥតងាករេនៅរាល់ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិនិងបានត្រៀមខ្លួនរួចជាស្រេចដើម្បីការពារអធិបតេយ្យនិងបូរណភាពទឹកដីព្រមទាំងសុខសុវត្ថិភាពរបស់ប្រជាជនកម្ពុជាដោយមិនអនុញ្ញាតឲ្យប្រទេសណាមួយឈ្លានពានដោយខុសច្បាប់មកលើទឹកដីរបស់ខ្លួនបានជាដាច់ខាតទោះក្នុងតម្លៃណាក៏ដោយព័ត៌មានលម្អិតនឹងត្រូវរាយការណ៍ជូនជ្រាបនៅពេលក្រោយ